បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់និយាយអំពីចិត្តសាស្ត្រទាំង10យ៉ាងរបស់ខុងបេងដែលគាត់ប្រើដើម្បីយល់ដឹងឬក៏អាននៅចិត្តមនុស្សឲ្យដាច់ឬក៏ឲ្យច្បាស់ដូចកញ្ចក់នោះដូចយើងដឹងស្រាប់ហើយខុងបេងគឺជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងរឿងភាគរបស់ចិនរឿងសាមកុកហ្នឹងបាទគាត់បានប្រើយុទ្ធសាស្ត្រឬយុទ្ធវិធីផ្សេងដើម្បីអានដើម្បីស្គាល់យល់ដឹងអំពីចិត្តមនុស្សដូចយើងដឹងស្រាប់ហើយនៅក្នុងโลกនេះគឺអ្នកមនុស្សយើងគឺតែងតែត្រូវបានគេបោកប្រាស់ឬក៏អ្នកខ្លះហ្នឹងគឺជឿទុកចិត្តទៅលើអ្នកណាម្នាក់អញ្ចឹងណាហើយចុងក្រោយក៏ត្រូវគេក្បត់ក៏ត្រូវគេបោះបង់ចោលអីចឹងណាអ្នកគិតថាមនុស្សម្នាក់ហ្នឹងគឺជាមិត្តឬក៏មនុស្សម្នាក់ហ្នឹងជាសត្រូវប៉ុន្តែជាទូទៅគឺគិតរាប់អានគេជាមិត្តប៉ុន្តែចុងក្រោយគេបែរទៅជាសត្រូវវិញណាឬក៏បែរទៅជាអ្នកដែលមើលមុខគ្នាមិនចំអញ្ចឹងណាលោកនេះគឺមិនមែនសុទ្ធតែជាអ្វីទាំងអស់ដូចដែលយើងបាននិយាយដូចដែលយើងបានឃើញទេអ្នកខ្លះមានពាក្យប្រើពាក្យឬក៏មានសម្ដីផ្អែមល្ហែមមែនប៉ុន្តែគឺលាក់បាំងនៅគេហៅថាសារជាតិពីពលឬកំបិតដមិតស្រួចដើម្បីសម្រាប់ប្រហារឬក៏ធ្វើបាបយើងនៅក្រោយខ្នងហើយអ្នកខ្លះទៀតញញឹមឲ្យអ្នកឃើញប៉ុន្តែនៅក្នុងចិត្តគេរងចាំដល់ថ្ងៃណាមួយគេនឹងចាក់យើងពីក្រោយខ្នងទេអញ្ចឹងមានមនុស្សច្រើនបែបច្រើនយ៉ាងណាហើយអ្នកប្រហែលជាកំពុងតែត្រូវគេបោកប្រាស់ក៏មិនដឹងដែរដោយមិនដឹងខ្លួនណានៅពេលបច្ចុប្បន្ននៅពេលឥឡូវនេះអ្នកប្រហែលជាកំពុងតែផ្ដល់ឱកាសឬក៏កំពុងតែខ្សែគប់មនុស្សឬក៏មើលមនុស្សខុសដោយមិនបានគិតអំពីដោយមិនបានគិតស៊ីជម្រៅនៅអ្វីដែលយើងកំពុងតែខ្សែគប់ឬក៏ជនដែលយើងកំពុងតែរាប់អានហ្នឹងណាហើយអ្វីដែលគួរឲ្យខ្លាចបំផុតគឺមនុស្សដែលគិតថាអ្នកអាចទុកចិត្តបានហ្នឹងប្រហែលជាអ្នកនឹងហើយក៏អាចធ្វើឲ្យយើងឈឺចាប់បំផុតឬក៏ធ្វើឲ្យយើងរងទុក្ខឬក៏យើងជាជនរងគ្រោះដោយសារតែម្នាក់នឹងដែរអញ្ចឹងនៅក្នុងអត្ថបទនេះគឺខ្ញុំនឹងលើកយកនៅយុទ្ធសាស្ត្ររបស់ខុងបេងដែលអស្ចារ្យបំផុតកាលពីសម័យសាមកុកដែលលោកប្រើដើម្បីមើលមនុស្សឬក៏ដើម្បីអានចិត្តមនុស្សឲ្យច្បាស់ដូចកញ្ចក់ហើយខុងបេងក៏គាត់ដឹងថាអ្នកណាពិតហើយអ្នកណាគឺជាមនុស្សខ្លាំងខ្លាយគាត់ជាទូទៅគាត់មិនសូវជាខ្ជះខ្ជាយពេលវេលារបស់គាត់ជាមួយនឹងមនុស្សដែលមិនសមនឹងខ្សែគប់ឬក៏មិនសមនឹងឋានៈរបស់គាត់ណាអញ្ចឹងមានន័យថាគាត់អានចិត្តមនុស្សឲ្យដាច់ហើយថ្ងៃនេះគឺខ្ញុំនឹងលើកយកសេចក្តីលម្អិតនោះបើសិនណាបងប្អូនចង់ដឹងច្បាស់អំពីសាច់រឿងតើយ៉ាងណានោះក៏សូមជួយទស្សនានៅស្ដាប់នៅវីដេអូនេះរហូតដល់ចប់ការអានចិត្តមនុស្សមិនមែនជារឿងជោគវាសនាទេគឺជាវិទ្យាសាស្ត្រនៃការសង្កេតឬក៏នៃការឃ្លាំមើលរបស់ជូកាលៀងដែលវាជាវិធីសាស្ត្រមួយដ៏ល្អឥតខ្ចោះហើយអ្នកក៏អាចប្រើវាបានដែរសម្រាប់ជីវិតដែលយើងរស់នៅប្រចាំថ្ងៃអញ្ចឹងណាហើយនេះគឺជាបច្ចេកទេសឬក៏លក្ខណៈថា technique ឬក៏ចិត្តសាស្ត្រទាំង10យ៉ាងដើម្បីអានចិត្តមនុស្សឲ្យដូចជូកាលៀងដែលនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាឬក៏ប្រឈមដើម្បីជៀសវាងនៃការប្រឈមនៅមនុស្សមួយចំនួនដែលនឹងមានដំណើរចង់មកបោកប្រាស់ទៅយើងមកប្រាស់មកលើយើងឬក៏កំពុងតែរួមដំណើរជាមួយយើងណាហើយធ្វើយ៉ាងណាដើម្បីយើងអាចដឹងហើយយើងអាចដកខ្លួនចេញបានហើយមួយទៀតគឺយើងនឹងមិនខ្ជះខ្ជាយពេលវេលាប្រើពេលវេលាខុសប្រើចំណាយពេលខុសសម្រាប់មនុស្សដែលខុសអញ្ចឹងណាអញ្ចឹងកាលណាយើងយល់យុទ្ធសាស្ត្រនេះគឺយើងអាចប្រើបានច្រើនអ្នកដឹងហើយថាធម្មជាតិពិតរបស់មនុស្សពេលវាយឺតពេលនោះគឺវានឹងអ្នកនឹងឃើញធម្មជាតិរបស់មនុស្សយើងមុនពេលដែលអ្នកយឺតពេលក្នុងការយល់ច្បាស់ហើយនឹងធ្លាក់ទៅក្នុងអន្ទាក់នៃការបោកប្រាស់របស់មនុស្សមួយចំនួនបើអ្នកយល់រឿងនេះបើអ្នកយល់រឿងនេះកាន់តែច្បាស់អ្នកនឹងមិនខ្លាចទៅជាជនរងគ្រោះម្នាក់ទៀតទេសម្រាប់ជនទាំងអស់នោះហើយនេះគឺជាបច្ចេកទេសឬក៏វិធីសាស្ត្រឬក៏ចិត្តសាស្ត្រទី1ក្នុងការអាននៅចិត្តមនុស្សឲ្យបានយល់ដឹងកាន់តែច្បាស់ទី1នោះគឺសង្កេតអ្វីដែលគេមិននិយាយច្រើនជាងអ្វីដែលគេនិយាយពាក្យសម្ដីគឺជាអ្វីដែលមនុស្សចង់ឮចង់ស្ដាប់ចង់ស្គាល់ចង់ឃើញអញ្ចឹងណាប៉ុន្តែការពិតលាក់នៅក្នុងអ្វីដែលគេមិននិយាយគឺច្រើនជាងគេនិយាយថាខ្ញុំមិនកុហកទេប៉ុន្តែ
ភ្នែករបស់គេគឺរត់ចេញទៅបាត់ហើយឬក៏ភ្នែករបស់គេមិនហ៊ានសម្លឹងមកមើលយើងអញ្ចឹងណាគេនិយាយថាខ្ញុំរីករាយសម្រាប់អ្នកឬក៏ខ្ញុំជូនពរអ្នកឬក៏ខ្ញុំសប្បាយរីករាយដែលចំពោះអ្នកអីចឹងណាប៉ុន្តែស្នាមញញឹមរបស់គេគឺមិនទន់ភ្លន់មិនល្អចំពោះយើងនោះទេឬក៏ស្នាមញញឹមរបស់គេគឺរឹងគេសន្យាថានឹងនៅក្បែរអ្នកនឹងស្រឡាញ់អ្នកនឹងជួយអ្នកប៉ុន្តែជើងរបស់គេបានចង្អុលទៅទិសផ្សេងឬក៏គេអាចថាគោលបំណងរបស់គេគឺចង់បានអ្វីពីយើងផ្សេងពីអ្វីដែលគេកំពុងនិយាយក៏មាននៅក្នុងโลกនេះមនុស្សអាចកុហកដោយពាក្យសម្ដីប៉ុន្តែរាងកាយចិត្តសន្តានបេះដូងឬក៏មនោសញ្ចេតនារបស់គេនឹងគឺមិនអាចកុហកបានទេជូកលៀងមិនត្រឹមតែស្ដាប់ពាក្យសម្ដីទេតែគាត់ស្ដាប់នៅអ្វីដែលមាននៅខាងក្នុងគឺស្ដាប់ភាពស្ងៀមស្ងាត់របស់មនុស្សពេលសត្រូវនិយាយថាខ្ញុំមិនខ្លាចអ្នកទេប៉ុន្តែដៃរបស់គេកាន់ក្តាប់អាវុធយ៉ាងញ័រពេលសម្ព័ន្ធមិត្តនិយាយថាខ្ញុំរីករាយនឹងជួយអ្នកនឹងឧបត្ថម្ភអ្នកប៉ុន្តែគេមិនដែលផ្ដល់ផែនការអ្វីដែលជាក់លាក់ដើម្បីជួយយើងទេនេះគឺជារឿង3យ៉ាងដែលយើងគួរតែសង្កេតទៅលើអ្វីដែលគេមិននិយាយច្រើនជាងអ្វីដែលគេនិយាយទី1គឺយើងសង្កេតទៅលើភ្នែកមនុស្សស្មោះត្រង់មើលភ្នែកអ្នកនៅពេលដែលពួកគេនិយាយអ្នកលាក់បាំងច្រើនតែកិច្ចភ្នែកមានមនុស្សដែលលាក់បាំងនឹងយើងភាគច្រើនគឺតែងតែកិច្ចភ្នែកមិនហ៊ានមើលចំទេចំណុចទី2គឺសំឡេងមានន័យថាមនុស្សដែលនិយាយយើងអាចសង្កេតមនុស្សគេមិននិយាយច្រើនជាងអ្វីដែលគេនិយាយមានន័យថាសង្កេតមើលពាក្យឬក៏សម្ដីប្រហែលជាស្ងប់ស្ងាត់ប៉ុន្តែសំឡេងរបស់គេពាក្យសម្ដីរបស់គេមួយឬក៏ញាប់ឬក៏ភ័យឬក៏ព្រួយអញ្ចឹងណាគឺវាអាចបញ្ចេញសំឡេងនៃការព្រួយបារម្ភការកង្វល់ឬក៏ការភ័យខ្លាចនៅក្នុងសំឡេងនឹងគេនឹងតែម្ដងអញ្ចឹងយើងអាចសម្លឹងឬក៏សង្កេតមើលនៅតាមពាក្យសម្ដីឬក៏សំឡេងរបស់គេហ្នឹងទី3នោះគឺយើងសង្កេតមើលទៅលើអាកប្បកិរិយាឬក៏ទង្វើបើគេនិយាយថាស្រឡាញ់អ្នកឧទាហរណ៍ណាបើគេនិយាយថាស្រឡាញ់អ្នកប៉ុន្តែមិនដែលនៅក្បែរអ្នកនោះគឺជាពាក្យកុហកទេពាក្យនោះគឺគ្មានតម្លៃទេស្ដាប់ពាក្យសម្ដីបានប៉ុន្តែកុំជឿឧបមាថាគេថាស្រឡាញ់អ្នកត្រូវការអ្នកឬក៏ជួយគ្រប់គ្រងអ្នកប៉ុន្តែយើងអាចស្ដាប់សម្ដីនឹងបានប៉ុន្តែយើងកុំជឿគឺយើងត្រូវមើលអាកប្បកិរិយាមើលទង្វើរបស់គេអញ្ចឹងណាបាទពេលខ្លះអ្វីដែលយើងមិននិយាយគឺវាសំខាន់ជាងមែនជួនកាលពេលខ្លះយើងអ្វីដែលគេមិននិយាយគឺវាសំខាន់ជាងយើងអាចសង្កេតមើលទៅក្នុងនឹងបាននេះគឺជាបច្ចេកទេសឬក៏វិធីសាស្ត្រចិត្តសាស្ត្រទី1ដែលខុងបេងជាទូទៅគាត់ប្រើដើម្បីសង្កេតនៅមនុស្សជុំវិញខ្លួនគាត់ឬក៏សត្រូវរបស់គាត់យុទ្ធសាស្ត្រឬក៏វិធីសាស្ត្រទី2ក្នុងការមើលចិត្តមនុស្សនោះគឺសាកល្បងដោយពាក្យតូចតាចមុននឹងជឿទុកចិត្តនោះមានន័យថាតើអ្នកបានផ្ដល់ទំនុកចិត្តដល់នរណាម្នាក់ប្រមាណដងហើយប្រមាណដងដែលធ្វើអាភាពទំនុកទុកចិត្តដែលយើងផ្ដល់ឲ្យគេណាផ្ដល់ឲ្យវិញនៅភាពខកចិត្តឬក៏ស្នាមរបួសនៅក្នុងโลกនេះគឺមនុស្សអាចនិយាយបានគ្រប់យ៉ាងទាំងអស់ប៉ុន្តែមិនធ្វើអ្វីគ្រប់យ៉ាងទេមានន័យថាគេអាចនិយាយគេអាចថាគេអាចវោហារសាស្ត្របានរឿងគ្រប់យ៉ាងប៉ុន្តែគេមិនអាចធ្វើបាននៅរឿងគ្រប់យ៉ាងទេតើអ្នកដឹងយ៉ាងម៉េចថាអ្នកណាជាមនុស្សពិតអ្នកណាគឺជាខ្លែងខ្លាយអ្នកណាគឺនិយាយពិតធ្វើពិតអ្នកណានិយាយមិនពិតធ្វើខ្លែងខ្លាយចឹងណាជូកលៀងគាត់មានចម្លើយគាត់មិនជឿទុកចិត្តនរណាម្នាក់ភ្លាមទេគាត់សាកល្បងមុនមានន័យថាអ្នកឯងនិយាយអីនិយាយទៅប៉ុន្តែយើងសាកល្បងគឺក៏អ្នកឯងអួតទៅយើងសាកល្បងចិត្តគាត់មុនគាត់មិនសួរត្រង់ថាតើអ្នកស្មោះត្រង់នឹងខ្ញុំអត់តើអ្នកស្រឡាញ់ខ្ញុំអត់តើអ្នកធ្វើតាមខ្ញុំអត់ទេប៉ុន្តែគាត់ប្រាប់អាត់កំបាំងតាំងពីថ្ងៃដំបូងគាត់មិនប្រាប់អាត់កំបាំងតាំងពីថ្ងៃដំបូងទេផ្ទុយទៅវិញគាត់បញ្ចេញពាក្យដែលតូចតាចដែលវាមិនធ្វើឲ្យប៉ះពាល់អីទេប៉ុន្តែគាត់រងចាំមើលថាតើពាក្យតូចតាចហ្នឹងគឺវាផ្ទុយនឹងទង្វើរបស់គាត់ដែរឬទេហើយតើពាក្យតូចតាចហ្នឹងតើអាចពាក្យតូចតាចហ្នឹងតើអាចធ្វើឲ្យមនុស្សម្នាក់ហ្នឹងសម្ដែងនូវភាពស្មោះត្រង់ចំពោះគាត់បានដែរឬទេនេះគឺជាអ្វីដែលខុងបេងគាត់តែងតែធ្វើហើយក៏អាចធ្វើបានដែរហើយយើងក៏អាចធ្វើបានដែរ
យើងគ្រប់គ្នាក៏អាចធ្វើអញ្ចឹងបានដែរយើងចង់ធ្វើអញ្ចឹងបានគឺដោយធ្វើនៅតាមលក្ខខណ្ឌដូចឬក៏ធ្វើតាមរបៀបទាំង3យ៉ាងនេះគឺទី1ចែករំលែកព័ត៌មានតូចតាចដែលគ្មានផលប៉ះពាល់ទៅដល់យើងនិងអ្នកដទៃហើយមើលថាតើវាអាចលេចធ្លោចេញទៅឬអត់មានថាយើងផ្ដល់ការសម្ងាត់មួយប៉ុន្តែការសម្ងាត់ហ្នឹងគឺវាមិនជាសំខាន់ណាស់ធ្វើឲ្យប៉ះពាល់ដល់អង្គភាពដល់កន្លែងធ្វើការដល់អ្នកដទៃអីទេបើគេយករឿងនោះទៅនិយាយបន្តអ្នកដឹងថាគេមិនអាចរក្សាអត្ថកម្បាំងបានទេអាហ្នឹងគឺយើងអាចដឹងចិត្តរបស់គាត់យើងអាចអានចិត្តរបស់គាត់បានអញ្ចឹងយើងអាចដឹងមនុស្សតាមរយៈទង្វើរបស់គាត់ត្រង់ហ្នឹងយើងប្រាប់អត្ថកម្បាំងតូចមួយបើសិនគាត់មិនទំលាយអូខេអញ្ចឹងមនុស្សហ្នឹងគឺយើងអាចទុកចិត្តបានទី2នោះគឺបញ្ចេញសុំឲ្យគាត់បញ្ចេញមតិសាមញ្ញហើយមើលថាគេនិយាយពិតឬក៏គ្រាន់តែជាការបញ្ឆោតឬក៏ធ្វើពើអីចឹងណាបាទឬក៏គ្រាន់តែជាលេសអីចឹងណាបើអ្នកសួរថាអាវខ្ញុំយ៉ាងម៉េចដែរស្អាតអត់អនុឧទាហរណ៍អ្នកអាចសួរថាម៉េចដែរអាវខ្ញុំស្អាតអត់ម៉េចដែររបស់ដែលខ្ញុំធ្វើចេះមានន័យថាយើងដឹងរបស់ហ្នឹងវាល្អមិនល្អប៉ុន្តែយើងសួរលក្ខណៈថាចង់ដឹងចង់ឲ្យគេបញ្ចេញមតិអញ្ចឹងយើងមនុស្សស្មោះត្រង់គេនឹងរិះគន់ត្រង់មនុស្សដែលคล้ายគឺគេនឹងសរសើរទោះបីជាអានោះមិនមែនជារឿងពិតមិនមែនជាការពិតជាក់ស្ដែងគេនឹងសរសើរគេមិនហ៊ានរិះគន់ទេអញ្ចឹងយើងអាចមើលមនុស្សនៅក្នុងចំណុចហ្នឹងបានទី3នេះគឺធ្វើពុតជាផ្លិចរបស់ធ្វើពុតជាសុំទោសទី3គឺធ្វើពុតជាផ្លិចរបស់ហើយមើលថាតើគេនឹងបកគលរបស់នឹងឲ្យយើងវិញអត់យើងធ្វើផ្លិចណាមនុស្សស្មោះគេមិនត្រូវការអ្នកណាមើលគ្រប់ពេលទេហើយក៏នៅតែស្មោះដែរអញ្ចឹងមានន័យថាបើគាត់ស្មោះត្រង់នឹងយើងគាត់នឹងមិនយករបស់យើងទេគាត់មិនត្រូវការរបស់យើងគាត់នឹងបកគលឲ្យយើងវិញណាពេលខ្លះអាពាក្យតូចតាចឬរបស់តិចតួចទេប៉ុន្តែយើងអាចដឹងអំពីចិត្តរបស់គាត់បានមានន័យថាស្ដាប់ឲ្យបានល្អហើយអ្នកនឹងដឹងថាអ្នកណាគួរជឿអ្នកណាមិនគួរជឿអញ្ចឹងចំណុច3ហ្នឹងទី1គឺយើងចែកព័ត៌មានតូចតាចដែលជាអត្ថកម្បាំងតូចតាចឲ្យគាត់ថាតើគាត់បញ្ចេញអត់ទី2គឺសូមឲ្យគាត់បញ្ចេញមតិទៅលើរឿងអ្វីមួយដែលយើងដឹងហើយប៉ុន្តែចង់ដឹងពីគំនិតរបស់គាត់ហ៊ានរិះគន់ត្រង់ឬក៏ជាការសរសើរคล้ายអញ្ចឹងណាទី3គឺធ្វើពុតជាផ្លិចរបស់អីផ្សេងហ្នឹងទៅតូចតាចមួយហ្នឹងទៅថាតើចាំមើលគាត់មានចិត្តស្មោះត្រង់ចំពោះយើងអត់អញ្ចឹងណាអញ្ចឹងយើងអាចសង្កេតមើលតាមបច្ចេកទេសវិធីនឹងបានវិធីសាស្ត្រទី3ក្នុងការមើលចិត្តមនុស្សឬក៏យល់ដឹងអំពីចិត្តមនុស្សឲ្យកាន់តែស៊ីជម្រៅនោះគឺមើលថាតើគាត់ប្រព្រឹត្តទី3នោះគឺមើលថាគាត់ឬក៏គេនឹងប្រព្រឹត្តចំពោះអ្នកដែលយ៉ាងម៉េចពេលគ្មានផលប្រយោជន៍ពេលណាដែលអត់មានផលប្រយោជន៍តើគេមានន័យថាចង់មើលថាតើសកម្មភាពគេយ៉ាងម៉េចនៅពេលដែលគេមកនៅជាមួយយើងដើរតាមយើងធ្វើការឲ្យយើងដោយមិនបានផលប្រយោជន៍ទៅវិញណាពេលអ្នកមានអ្វីគ្រប់យ៉ាងមានថាពេលអ្នកមានអ្វីគ្រប់យ៉ាងអ្នកណាក៏ចូលមករកអ្នកត្រូវការអ្នកឬក៏ស្រឡាញ់អ្នកឬក៏លក្ខណៈអែបអបអ្នកអញ្ចឹងណាបើយើងនិយាយចំគឺអែបអបយើងអញ្ចឹងណាពេលអ្នកអាចផ្ដល់អ្វីឲ្យអ្នកណាក៏និយាយល្អចំពោះយើងណានៅពេលណាដែលយើងឲ្យនៅពេលដែលយើងផ្ដល់ឲ្យគឺជាទូទៅគេអាចនិយាយល្អអំពីយើងណាប៉ុន្តែសូមមើលឲ្យច្បាស់ថាតើមនុស្សនោះប្រព្រឹត្តចំពោះអ្នកគ្មានបានផលប្រយោជន៍ឬក៏បានផលប្រយោជន៍ដល់គេយ៉ាងម៉េចអញ្ចឹងណាបរិះម្នាក់និយាយជាមួយអ្នកដោយសុជីវធម៌ប៉ុន្តែស្រែកដាក់អ្នកបម្រើប៉ុន្តែសូមមើលឲ្យច្បាស់ថាមនុស្សនេះប្រព្រឹត្តចំពោះអ្នកគ្មានផលប្រយោជន៍ឲ្យគេហ្នឹងគឺគេធ្វើយ៉ាងម៉េចឧទាហរណ៍ថាបរិះម្នាក់និយាយជាមួយអ្នកដោយសុជីវធម៌ប៉ុន្តែស្រែកដាក់អ្នកបម្រើដូចជាគេហ្នឹងគឺគ្មានតម្លៃដូចជាគេហ្នឹងគឺគ្មានតម្លៃស្ត្រីម្នាក់សរសើរអ្នកថាស្អាតអស្ចារ្យថាពលិបថាលយយ៉ាងទៅប៉ុន្តែមិនខ្វល់នឹងអ្នកសុំទាននៅក្បែរមើលអ្នកសុំទានឬក៏មើលគេហ្នឹងហាក់បីដូចជាមិនមានវត្តមាននៅទីនេះចឹងតែបង្ងើយចំតើយជូកលៀងក៏ដឹងថាមនុស្សពិតមិនលាក់នៅក្នុងពាក្យសម្ដីទេមនុស្សពិតគឺមិនលាក់នៅក្នុងពាក្យសម្ដីហ្នឹងមនុស្សពិតយើងអាចមើលទៅលើតាមទង្វើបានសកម្មភាពរបស់គាត់បាន
ប៉ុន្តែលាក់នៅក្នុងសកម្មភាពមានថាយើងអាចមើលដឹងតាមរយៈសកម្មភាពរបស់គាត់មិនមែនតាមពីសម្ដីជាការពេលខ្លះមនុស្សខ្លះគឺពុតត្បុតច្រើនណាគឺយើងស្ដាប់តែពាក្យគាត់យើងលងប៉ុន្តែទង្វើរបស់គាត់ផ្សេងណានេះគឺជាអ្វីដែលយើងត្រូវសង្កេតមាន3ចំណុចសម្រាប់មើលថាគេប្រព្រឹត្តចំពោះអ្នកដែលគ្មានប្រយោជន៍សម្រាប់គេហ្នឹងតើយ៉ាងម៉េចទី1មើលថាគេនិយាយជាមួយអ្នកក្រោមបង្គាប់ឬក៏អ្នកតូចតាចហ្នឹងទុនខ្សោយជាងគាត់ហ្នឹងគឺថាតើគេនិយាយយ៉ាងម៉េចអ្នកដែលគោរពគ្រប់គ្នាអ្នកដែលគោរពគ្រប់គ្នាសូម្បីតែអ្នកគ្មានអំណាចសំបីតែអ្នកគ្មានអំណាចអ្នកតូចតាចគឺជាមនុស្សដែលមានចិត្តពិតមានន័យថាយើងចង់ដឹងថាតើអ្នកនៅក្រោមបង្គាប់របស់គាត់ហ្នឹងគាត់ផ្ដល់សេចក្តីគោរពឲ្យដែរទេឬក៏គាត់មនុស្សដែលគ្មានអំណាចគ្មានអីហ្នឹងថាតើគាត់ចេះគោរពគេវិញអត់ចឹងណាយើងមើលទៅលើចំណុចហ្នឹងឬក៏បើសិនជាមនុស្សហ្នឹងតើមានអ្នកហ្នឹងមានប្រយោជន៍បានលក្ខណៈថាទៅអែបអបទៅនិយាយទៅលួងលោមទៅមើលថែអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺយើងមិនអាចទុកចិត្តបានទេទី2មើលថាគេមានទឹកចិត្តជួយអ្នកដែលគ្មានប្រយោជន៍ឲ្យគេវិញដែរឬអត់អ្នកដែលជួយដោយមិនរំពឹងគឺជាមនុស្សដែលគួររក្សាទុកឬក៏ជឿទុកចិត្តបានអញ្ចឹងយើងមើលថាតើម្នាក់ហ្នឹងដែលគាត់ជួយម្នាក់ហ្នឹងអាចចេះជួយមនុស្សដែលមិនអាចផ្ដល់ប្រយោជន៍ឲ្យគាត់វិញបានអត់បើសិនតែមនុស្សហ្នឹងគឺជាមនុស្សមានចិត្តអាហ្នឹងមានន័យថាមនុស្សហ្នឹងគឺអាចជឿទុកចិត្តបានអាចរាប់អានបានអញ្ចឹងណាទី3មើលគេមានមុខពីរឬអត់មានន័យថានៅចំពោះមុខអ្នកគឺនិយាយល្អនៅចំពោះមុខអ្នកគឺនិយាយល្អផ្អែមនិយាយរួមពាក្យសរសើរប៉ុន្តែនៅក្រោយខ្នងប្រមាថអ្នកដទៃហើយបើសិនជារាប់អានមនុស្សរបៀបហ្នឹងគឺមុននឹងក្រោយគេនឹងធ្វើបែបនេះដាក់អ្នកដូចគ្នាអញ្ចឹងយើងមើលតាមទង្វើរបស់គាត់ហ្នឹងថាតើមនុស្សហ្នឹងជាមនុស្សមុខពីរល្អនៅមុខយើងប៉ុន្តែអាក្រក់នៅខាងក្រោយយើងបើសិនជាចំពោះអ្នកដទៃយើងឃើញថាគាត់ល្អនៅតែមុខប៉ុន្តែក្រោយខ្នងគាត់អាចតែប្រមាថនិយាយដើមគេឬក៏និយាយអាក្រក់ពីគេហ្នឹងអាហ្នឹងគឺជាមនុស្សយើងមិនគួរទុកចិត្តទេហើយមុននឹងក្រោយបើសិនជាយើងរាប់អានមនុស្សបែបហ្នឹងយើងនៅក្បែរមនុស្សបែបហ្នឹងមុននឹងក្រោយគេនឹងធ្វើអញ្ចឹងដូចគេធ្វើដាក់អ្នកដទៃអញ្ចឹងដាក់យើងដូចគ្នាកុំជឿអ្នកដែលប្រព្រឹត្តតែជាមួយអ្នកជឿអ្នកដែលប្រព្រឹត្តល្អជាមួយអ្នកគ្រប់គ្នាមានន័យថាយើងកុំជឿតែអ្នកហ្នឹងគឺល្អដាក់យើងប៉ុន្តែជាមួយអ្នកដទៃគឺគេមិនល្អដាក់ជាមួយអាហ្នឹងក៏យើងកុំគួរតែរាប់អានដែរអាហ្នឹងយើងដឹងមនុស្សហ្នឹងជាមនុស្សប្រភេទម៉េចហើយអញ្ចឹងមានន័យថាមនុស្សហ្នឹងគឺចង់បានតែផលប្រយោជន៍មានតែមើលឃើញយើងធ្វើល្អដល់យើងដើម្បីតែប្រយោជន៍ទេហ្នឹងគឺចំណុចទី3ចំណែកឯចំណុចទី4ចិត្តសាស្ត្រទី4សម្រាប់អានចិត្តមនុស្សយល់ដឹងពីចិត្តមនុស្សនោះគឺប្រយ័ត្ននឹងអ្នកដែលសរសើរអ្នកខ្លាំងពេកគេអាចមានចេតនាលាក់បាំងឬក៏អាចមានចេតនាអាក្រក់អញ្ចឹងត្រង់ចំណុចហ្នឹងគឺគេឲ្យប្រយ័ត្នចំពោះអ្នកដែលចូលចិត្តសរសើរអ្នកដែលចូលចិត្តនិយាយល្អពីយើងណាប៉ុន្តែប្រហែលជាមានចេតនាអីមួយដែលមិនល្អដែលមានអ្វីដែលបង្កប់ត្រូវប្រយ័ត្នពាក្យផ្អែមលើសហេតុផលឬក៏លើហួសហេតុអ្នកអាចថាលាក់នៅកំបិតដ៏មុតស្រួយឬក៏ថ្នាំពឹសថ្នាំពុលអញ្ចឹងណាការសរសើរខ្លះវាមិនចេញពីចិត្តស្មោះទេការសរសើរខ្លះគឺចេញពីគេថាចិត្តដែលមិនល្អរបស់គាត់អញ្ចឹងណាដោយគាត់សម្លឹងឃើញអ្វីមួយឬក៏គាត់មានចេតនាអ្វីមួយចំពោះយើងប៉ុន្តែមកពីបំណងលាក់បាំងរបស់ពួកគេបានគេខំសរសើរដែលពួកគេមិននិយាយរឿងពិតតើលោកអ្នកដែលធ្លាប់មាននរណាគេសរសើរលោកអ្នករហូតដល់មានអារម្មណ៍ថាវាជ្រុលពេកណាវាលើសពីអ្វីដែលយើងដឹងខ្លួនឯងណាតើមាននរណាយល់ស្របនឹងអ្នកគ្រប់ពាក្យគ្រប់ការសម្រេចចិត្តរបស់អ្នកដោយមិនជំទាស់ទេអញ្ចឹងមានន័យថាមនុស្សខ្លះគឺយល់ស្របមនុស្សខ្លះគឺតាមយើងគ្រប់ពាក្យយើងធ្វើអ្វីក៏សម្រេចចិត្តធ្វើអ្វីក៏មិនជំទាស់ដែរប៉ុន្តែនៅក្នុងចេតនារបស់គេគឺចេតនាលាក់បាំងលាក់ពុតនៅទង្វើអ្វីមួយការសរសើរប្រហែលជាការសរសើរទាំងនោះប្រហែលជាមិនលើកអ្នកឡើងទេឧទាហរណ៍ថាអ្នកហ្នឹងគេមកសរសើរយើងប៉ុន្តែយើងដឹងច្បាស់ហើយថាការសរសើរហ្នឹងគឺមិនអាចធ្វើឲ្យយើងសប្បាយចិត្តការសរសើរហ្នឹងគឺមិនអាចលើកយើងឲ្យ
ល្អប្រសើរទេវាអាចជាធ្វើឲ្យអ្នកហ្នឹងងងឹតភ្នែកជាងការពេលខ្លះអ្នកខ្លះអត់ដឹងអញ្ចឹងទៅយើងអាចបានចាប់អារម្មណ៍ហ្នឹងធ្វើឲ្យយើងហ្នឹងគឺចាញ់បោកគាត់ឬក៏ធ្វើឲ្យយើងហ្នឹងគឺជឿជាក់ទៅលើអ្វីដែលគាត់និយាយផ្អែមលួងលោមទៅសើអញ្ចឹងណាជូកលឿងគាត់ធ្លាប់ប្រមានថាសត្រូវដែលគួរឲ្យខ្លាចឬក៏គាត់ធ្លាប់ប្រាប់ថាសត្រូវដែលគួរឲ្យខ្លាចមិនមែនជាអ្នករិះគន់អ្នកទេប៉ុន្តែសត្រូវដែលគួរឲ្យខ្លាចគឺអ្នកសរសើរអ្នករហូតដល់អ្នកភ្លេចខ្លួនមានន័យថាសត្រូវយើងមិនគួរឲ្យខ្លាចទេពេលដែលគេរិះគន់យើងប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះគឺអ្នកសរសើរអ្នករហូតដល់អ្នកភ្លេចខ្លួនថាអ្វីដែលអ្នកត្រូវធ្វើត្រូវគិតអញ្ចឹងណាឬក៏មិនមែនជារបស់មិនមែនជាអ្វីដែលជាការពិតនេះគឺជាសញ្ញាគ្រោះថ្នាក់3យ៉ាងនៃការសរសើរដែលមិនស្មោះយើងអាចអានចិត្តមនុស្សដោយវិធី3យ៉ាងនេះបានទី1សរសើរហួសហេតុសរសើរគ្រប់រឿងគ្រប់យ៉ាងតាំងពីក្បាលដល់ចុងជើងណាដូចថាសរសើរយើងហ្មងនិយាយរួមសូម្បីរឿងមិនសមហេតុផលក៏ដោយយើងដឹងស្រាប់ហើយបើយើងនិយាយទៅដូចយើងទៅតាមផ្សារអញ្ចឹងណាអ្នកលក់អ្នកសរសើរយើងគ្រប់រឿងគ្រប់យ៉ាងតាមពិតរបស់ហ្នឹងគឺមិនសមនឹងយើងទេប៉ុន្តែគាត់សរសើរយើងគ្រប់រឿងគ្រប់យ៉ាងដើម្បីចង់បានផលប្រយោជន៍ពីយើងវិញអញ្ចឹងណាជាការលាក់ពុតមនុស្សស្មោះនឹងការនិយាយមនុស្សស្មោះនឹងការនិយាយពិតមនុស្សស្មោះតែងតែនិយាយការពិតប៉ុន្តែអ្នកដែលមានផែនការលាក់បាំងឬក៏ចេតនាអាក្រក់ហ្នឹងធ្វើឲ្យអ្នកមានអារម្មណ៍ខ្លាំងរហូតដល់មិនបានសួរតបទៅវិញហ្នឹងគឺអ្នកដឹងហើយគឺតែងតែមកមានចេតនាអាក្រក់ចំពោះយើងហើយអាហ្នឹងទី1ទៅសារហួសហេតុទី2គឺមិនដែលជំទាស់មិនដែលប្រឆាំងមានន័យថាចំណាំមើលគឺពេលដែលអ្នកធ្វើខុសពេលដែលអ្នកធ្វើខុសឬក៏ពេលដែលអ្នកសម្រេចចិត្តមិនត្រឹមត្រូវអ្នកនោះមិនបានអ្នកនោះដឹងដែរប៉ុន្តែគេមិនបានប្រាប់យើងមិនបានណែនាំយើងមិនបានបញ្ចេញមតិរបស់គេទេមិនបានជំទាស់ទេគឺមានតែរុញយើងឲ្យទៅក្នុងស្ថានភាពអាក្រក់នឹងកាន់តែខ្លាំងលើសដើមអ្នកដែលស្រឡាញ់អ្នកពិតនឹងមិនហ៊ានអ្នកដែលស្រឡាញ់អ្នកពិតអ្នកដែលចូលចិត្តអ្នកពិតឬក៏ត្រូវការអ្នកពិតគឺគេហ៊ានធ្វើអ្វីគ្រប់យ៉ាងទោះបីគេដឹងថារឿងហ្នឹងនឹងអាចមានផលប៉ះពាល់ដល់គេក៏ដោយប៉ុន្តែអ្នកដែលចង់ប្រើអ្នកទុកឲ្យអ្នកដើរផ្លូវខុសនោះគឺគេមិននិយាយអីទេគឺគេមិនជំទាស់ទេគេបន់ឲ្យតែអ្នកហ្នឹងគឺដើរតាមផ្លូវហ្នឹងទៅចូលទៅក្នុងបំណងគោលបំណងឬក៏ចេតនារបស់គេចង់ឲ្យអ្នកដួលរលំឬក៏ចង់ឲ្យអ្នកដើរនៅផ្លូវខុសចឹងជាដើមទី3គឺសរសើរមកជាមួយសំណើអញ្ចឹងមានន័យថាមនុស្សខ្លះគឺមកដល់សរសើរមានន័យថាទោះបីយើងរាប់អានគាត់សរសើរយើងលួងលោមយើងប្រើពាក្យផ្អែមប៉ុន្តែចេតនារបស់គាត់ហ្នឹងគឺដើម្បីចង់ខ្ចីលុយអាហ្នឹងគេហៅថាសរសើរជាមួយសំណើសរសើរថាចៅហ្វាយល្អឬតកែល្អឬក៏បងល្អអញ្ចឹងទៅសំសួនអីចឹងទៅនិយាយលើកជើងប្រកាន់លើកជើងឬក៏លក្ខណៈថាកាន់ជើងយើងចឹងណាប៉ុន្តែក្នុងចេតនារបស់គាត់នោះគឺដើម្បីមានសំណើអ្វីមួយចង់មកខ្ចីចង់មានរឿងអីដែលលាក់បាំងនៅក្នុងហ្នឹងចឹងណាបើសរសើរមកមុនផលប្រយោជន៍ត្រូវតែសួរសំណួរមានន័យថាបើសិនតែមនុស្សបែបហ្នឹងសរសើរប៉ុន្តែហើយមានសំណើមកគឺយើងត្រូវតែសួរប្រយ័ត្នចំពោះអ្នករិះគន់ប៉ុន្តែប្រយ័ត្នខ្លាំងជាងនឹងអ្នករិះគន់មួយទៀតនោះគឺប្រយ័ត្នអ្នកដែលសរសើរអ្នកគ្រប់ពាក្យគ្រប់ពេលហ្នឹងគឺប្រុងប្រយ័ត្នជាងអ្នករិះគន់មានន័យថាយើងធ្វើអ្វីខុសហើយបានគេរិះគន់បាទយើងមិនល្អក្នុងកែវភ្នែកគេស្រាប់ហើយអញ្ចឹងតែនឹងរិះគន់មកគឺជាការពេលខ្លះយើងអាចកែលម្អទៅតាមនឹងបានប៉ុន្តែប្រយ័ត្នខ្លាំងជាងគេបំផុតគឺអ្នកសរសើរអ្នកគ្រប់បែបគ្រប់យ៉ាងហ្នឹងគឺគាត់មានចេតនាអ្វីមួយដើម្បីលាក់បាំងឬក៏អាចថាមានសំណើអ្វីមួយចង់បានពីយើងហើយពេលខ្លះសត្រូវមកក្នុងរូបរាងជាមិត្តអាហ្នឹងគឺដូចជាសត្រូវរបស់យើងមកក្នុងរូបរាងជាមិត្តអញ្ចឹងណាសរសើរមកជាមួយសំណើនេះគឺជាចំណុចទី4ដែលជាចិត្តសាស្ត្រដែលអ្នកប្រុងប្រយ័ត្នចំពោះអ្នកដែលសរសើរអ្នកខ្លាំងពេកឬក៏គេអាចលាក់បាំងនៅចេតនាអ្វីមួយអញ្ចឹងវិធីសាស្ត្រនេះគឺយើងអាចអានចិត្តមនុស្សឬក៏កំណត់ដឹងនៅចិត្តមនុស្សដែលមានចេតនាយ៉ាងម៉េចចំពោះយើងចិត្តសាស្ត្រទី5ដើម្បីអានចិត្តមនុស្សឲ្យកាន់តែដឹងច្បាស់នោះគឺអ្នកបដូរភាគីញឹកញាប់មានន័យថាយើងត្រូវកំណត់ដឹងមនុស្សដែលបដូរភាគីឬក៏បដូរ
ដៃគូជាញឹកញាប់គឺជាមនុស្សមិនអាចទុកចិត្តបានទេដូចនៅថ្ងៃនេះគេនៅជាមួយអ្នកថ្ងៃស្អែកប្រហែលជាគេនៅជាមួយនឹងសត្រូវរបស់អ្នកឬក៏នៅជាមួយនឹងអ្នកផ្សេងដែលមិនត្រូវគ្នាជាមួយយើងថ្ងៃនេះគេសន្យាថានឹងស្មោះថ្ងៃស្អែកគេប្រហែលជាលក់អ្នកឬក៏អាចថាបោះបង់អ្នកចោលឬក៏បោះបង់អ្នកទៅឲ្យអ្នកដទៃលោកនេះគឺពោពេញទៅដោយភាគីតាមកម្លាំងខ្យល់មានន័យថានៅពេលនេះយើងមានផលប្រយោជន៍គេអាចនៅជាមួយយើងបានប៉ុន្តែស្អែកឡើងយើងបាត់បង់ផលប្រយោជន៍គេនឹងអាចទៅនៅជាមួយនឹងអ្នកដទៃជូកលៀងគាត់តែងតែនិយាយថាអ្នកដែលជូកលៀងគាត់តែងតែនិយាយថាអ្នកដែលគ្មានចំហច្បាស់លាស់គឺជាមនុស្សមិនអាចទុកចិត្តបានទេគេហៅថាអ្នករេតាមខ្យល់នៅសម័យសាមកុកក៏មានឧទាហរណ៍ច្បាស់ដែរគឺលីពូគឺជាអ្នកចម្បាំងគឺជាមេតបដ៏ខ្លាំងបំផុតគ្រាន់តែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះគាត់អាចបដូរចំហដល់ទៅ3ដងទី1គាត់បំរើតុងឈួរឬក៏តុងទឹកហើយបន្ទាប់មកក៏ក្បត់ជាមួយនឹងតុងទឹកទៅក្បត់គេទៅជាមួយនឹងអាងអ៊ុនឬក៏វាងយន្តទៅចូលជាមួយនឹងអ៊ុនឬក៏យន្តយានសៅបន្ទាប់មកក៏ចូលជាមួយនឹងឆាវប៉ុន្តែចុងក្រោយត្រូវបានគេសម្លាប់ព្រោះគេមិនជឿទុកចិត្តគាត់ទៀតនេះគឺជាសញ្ញា3យ៉ាងដែលយើងដឹងហើយមនុស្សដែលងាយនឹងបដូរដៃគូឬក៏បដូរគេហៅថាភាគីងាយអាហ្នឹងគឺយើងត្រូវប្រុងប្រយ័ត្នយើងដោយសង្កេតទៅលើចំណុច3គេនិយាយល្អជាមួយអ្នកគ្រប់គ្នាសូម្បីសត្រូវរបស់ខ្លួនក៏គេនិយាយល្អដែរមនុស្សពិតមានចំហមនុស្សពិតគឺមានន័យថាមានចំហមានម្ចាស់មានអីចឹងណាប៉ុន្តែអ្នកបដូរភាគីងាយឬក៏ញឹកញាប់ហ្នឹងគឺនឹងល្អជាមួយគ្រប់ផ្លូវសម្រាប់តែផលប្រយោជន៍តែប៉ុណ្ណោះ